ពិតជាមិនខុសពីការស្មានរបស់លោកគ្រូមែនគ្រូសាលីចំណានបានរត់បាត់អស់ហើយទោះជាតបតែងជាសេនាការពារក៏មិនអាចគេចផុតពីកណ្ដាប់ដៃរបស់យើងបានដែរពួកឯងឆែកចេះសេនានេះទៅទោះជាមួយចំអាមក៏មិនឲ្យកន្លងផុតទៅដែរបាទលោកគ្រូទៅខាងនោះប្រមាណនេះទៅខាងនោះឲ្យឆ្លើយទៅឲ្យឆ្លើយអលឿនសាច់បងធំគួរដើរផ្លូវមួយណាអេផ្លូវមួយនេះមិនក៏បងដឹងគឺឡើងហ្វាជឿជាអ្នកប្រាប់យើងខ្ញុំថាឡើងហ្វាជឿស្អីគេនោះមិនមែនចំនួនល្អទេល្អណាស់អញ្ចឹងឲ្យដើរផ្លូវនោះចុះទៅយើងដើរផ្លូវនេះពេលយើងចុះពីលើភ្នំណាលោកគ្រូមិនបានប្រាប់ដល់មកយើងជួយមនុស្សទេល្អណាស់ឃើញស្រាប់មិនជួយឆាប់ខ្វល់នឹងសាច់ច្បងធំហើយសាប់អូនហើយអ្នកខឹងហើយឃើញស្រាប់ថាមិនជួយមិនមែនជាអ្នកក្លាហាននោះទេតាមពិតណាយើងនឹកឃើញមកជួយបានជួយពួកគេហើយសាច់ច្បងជួយយ៉ាងម៉េចទេចាចុះយើងធ្វើជាឪពុកឯងធ្វើជាកូនស្រីយើងយ៉ាងម៉េចណាចុះទៅពុកបាត់ពុកចង្ការស្អិនស្អប់ណាស់សាច់ច្បងធំស្អប់ណាស់សាច់ច្បងធំតើពេលណាទៅពួកគេឆ្លងកាត់ទីនេះកំព្រួយអីពួកគេអាចដើរមកពីខាងមុខអាចដើរមកពីខាងឆ្វេងអាចដើរមកពីខាងស្ដាំប៉ុន្តែពួកគេត្រូវតែឆ្លងកាត់ទីស្រារបស់យើងនេះសិនហើយយ៉ាមិនស្លាស់ល្អយ៉ាងនេះอย่าបកស្រាមកអឹកសិនហើយណានៅផឹកស្រាទៀតទេតែដល់ផ្ទះខ្ញុំនឹងប្រាប់ពុកហើយឬមួយក៏យើងមិនមែនជាឪពុករបស់ឯងទេនឹងហើយជាពុករបស់ខ្ញុំនោះគឺពុកខ្ញុំត្រូវហើយពេលទៅដល់ផ្ទះវិញខ្ញុំនឹងឲ្យសាច់ច្បងនៅចំពោះមុខពុកខ្ញុំថាពុកណែសាបូនលេងមិនបានទេណាឈប់ព្រាម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 อย่าเสียงណែប្រយ័ត្នឲ្យទឹកស្រារបស់យើងនេះជាទៀមស្រាអីចង់ផឹកស្រាដែរទេធ្វើម្ហូបបាយយើងព្រាមបើមិនចឹងទេយើងចោលទៅធ្វើបាយទៅធ្វើបាយឯងមើលស្អីហើយយ៉ាងមិនចេះកូននេះឈប់ភ្លាមសុំសួរលោកបងឈ្មោះអីជាសិស្សបាក់ឈិងឆឹងមែនទេមិនខុសទេយើងតកូលឡឈ្មោះឡយិនជាអ្នកក្លាហានទាំង4របស់បាក់ឈិងឆឹងការពិតគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំង4របស់អ៊ីគុនជូទេយើងមានការគោរពដល់អ៊ីគុនជូរហូតមិនដែលខ្វំណោយទេហើយនេះក៏ជាពួកឯងធ្វើបែបនេះសូម្បីតែកូនប្រុសលោកគ្រូយើងក៏ហ៊ានសម្លាប់នៅថាមិនខ្វះទៀតកុំនិយាយច្រើនបាក់ឈិងឆឹងសម្លាប់មនុស្សគ្រួសារយើងរាប់សិបនាក់ថ្ងៃនេះយើងត្រូវឲ្យពួកឯងសងគំនុំឈិងពេញហើយ